ឧទាហរណ៍កគាត់ទៅទិញសាច់គោ1គីឡូនៅផ្សារច្បារអំពៅអីចឹងទៅនៅពេលដែលគាត់ទៅដល់ផ្សារគាត់ជជែកជាមួយអ្នកលក់សាច់គោគាត់សួរថាតើសាច់គោអាសាច់កាភ្លៅហ្នឹងអាខាងក្រោយ1គីឡូតម្លៃប្រមាណអញ្ចឹងអ្នកលក់ក៏ប្រាប់1គីឡូគឺតម្លៃ 35,000 អញ្ចឹងទៅនៅពេលហ្នឹងអ្នកទិញមើលចុះមើលឡើងឃើញថាត្រូវហើយប៉ុណ្ណឹងសម្រាប់ចិត្តថាយកអ្នកលក់ក៏ព្រមលក់ក្នុងតម្លៃហ្នឹងអញ្ចឹងកន្លែងហ្នឹងបង្ហាញអំពីការព្រមព្រៀងរវាងអ្នកលក់ហើយនិងអ្នកទិញដែលកើតបាននៅកិច្ចសន្យាហើយអ្នកលក់គាត់មានករណីកិច្ចអីពេលហ្នឹងមានន័យថាគាត់មានករណីកិច្ចរបស់គាត់គឺបកគលសាច់គោ1គីឡូហើយផ្លូវក្រោយទៅតាមអ្វីដែលបានព្រមព្រៀងគ្នាมันអាចទៅបកគលសាច់ផ្លូវមុខឬក៏សាច់ឆ្អឹងជនីកន្លែងឆ្អឹងជនីឬក៏សាច់ផ្សេងក្រៅពីសាច់ផ្លូវខាងក្រោយហ្នឹងទេអញ្ចឹងគឺមានន័យថាព្រមព្រៀងយ៉ាងម៉េចអ្នកលក់គាត់ត្រូវអនុវត្តទៅតាមការព្រមព្រៀងហ្នឹងបើសិនបើសាច់ខាងក្រោយគឺត្រូវបកគលសាច់កាភ្លៅសាច់គោខាងក្រោយហ្នឹងផ្លឹងឲ្យគ្រប់ចំនួន1គីឡូស្មើនឹង10ខាំបកគលទៅឲ្យអ្នកទិញហើយចុះអ្នកទិញគាត់មានករណីកិច្ចអីចំពោះអ្នកលក់ករណីកិច្ចរបស់អ្នកទិញគឺបកគលប្រាក់ថ្លៃទិញអញ្ចឹងប្រាក់ថ្លៃទិញដែលព្រមព្រៀងគ្នាគឺនៅក្នុងតម្លៃ 35,000 រៀលត្រូវបកគលទៅឲ្យអ្នកទិញសកម្មភាពបែបអញ្ចឹងនៅក្នុងន័យច្បាប់គឺបញ្ជាក់អំពីកិច្ចសន្យារវាងអ្នកលក់ហើយអ្នកទិញគ្រាន់តែថាប្រភេទកិច្ចសន្យានេះជាប្រភេទកិច្ចសន្យាទិញលក់វាមានកិច្ចសន្យាខ្លះទៀតមិនមែនធ្វើត្រឹមតែពីរភាគីទេវាអាចលើសពីពីរភាគីមានន័យថាអ្នកដែលចូលរួមក្នុងការបង្កើតកិច្ចសន្យាហ្នឹងវាអាច3ភាគីវាអាច4ភាគីវាអាច5ភាគីអីចឹងទៅអញ្ចឹងវាអាស្រ័យទៅលើប្រភេទនៃកិច្ចសន្យាអាស្រ័យទៅលើសកម្មភាពមួយពាក្យថាកិច្ចសន្យានេះមិនមែនមានន័យថាទាល់តែ2ភាគីទេណាមានន័យថាភាគីអាចលើសពី2មានភាគីច្រើនយ៉ាងម៉េចឥឡូវឧទាហរណ៍ថាតកតងជាមួយនឹងការចូលរួមគ្នាដើម្បីរកស៊ីមួយចោះអញ្ចឹងបង្កើតកិច្ចសន្យាក្រុមហ៊ុនឃើញទេអញ្ចឹងមានម្ចាស់ភាគហ៊ុនឧទាហរណ៍ថា5នាក់អីចឹងទៅឃើញមានភាគី5ភាគីដែលគាត់រួមគ្នានៅក្នុងការចូលដើម្បីបង្កើតនៅក្រុមហ៊ុនមួយរកស៊ីនៅក្នុងជំនាញណាមួយឬក៏ផ្នែកណាមួយឬក៏រកស៊ីទៅលើអ្វីមួយអញ្ចឹងទៅអញ្ចឹងគឺគាត់បានបង្កើតការព្រមព្រៀងរួមគ្នាដែលការព្រមព្រៀងរួមគ្នាហ្នឹងគឺមានគ្នាច្រើនអញ្ចឹងកន្លែងហ្នឹងមានន័យថាសកម្មភាពបែបអញ្ចឹងក៏ជាសកម្មភាពនៃកិច្ចសន្យាផងដែរដែលនៅក្នុងភាសាច្បាប់គេហៅថាជាសកម្មភាពទ្វេភាគីពាក្យថាទ្វេភាគីជាសកម្មភាពដែលផ្ដើមចេញដោយភាគីចាប់ពី2ឡើងទៅអញ្ចឹងពាក្យថា2ឡើងទៅវាអាច2ភាគីវាអាច3ភាគីវាអាច4ភាគីវាអាច5ភាគីដែលសកម្មភាពនេះជាសកម្មភាពនៃការបង្កើតកិច្ចសន្យាហើយការបង្កើតកិច្ចសន្យានេះវាទៅតាមប្រភេទនៃកិច្ចសន្យាមានន័យថាកិច្ចសន្យាវាអត់ដូចគ្នាទេកិច្ចសន្យាខ្លះជាប្រភេទកិច្ចសន្យាក្រុមហ៊ុនកិច្ចសន្យាខ្លះទៀតជាប្រភេទកិច្ចសន្យាលក់ទិញឧទាហរណ៍លក់ទិញផ្ទះឧទាហរណ៍លក់ទិញម៉ូតូឧទាហរណ៍លក់ទិញកុំព្យូទ័រឧទាហរណ៍លក់ទិញទូរស័ព្ទអាហ្នឹងសិតតែជាប្រភេទកិច្ចសន្យាលក់ទិញកិច្ចសន្យាខ្លះទៀតជាប្រភេទកិច្ចសន្យាខ្ចីបរិភោគអញ្ចឹងទៅឧទាហរណ៍ខ្ចីប្រាក់ហើយកន្លែងហ្នឹងអាចថាសិក្ខាកាមខ្លះគាត់
ដឹងឧទាហរណ៍ថាទៅខ្ចីប្រាក់ពីធនាគារអីអាហ្នឹងគេហៅថាប្រភេទកិច្ចសន្យាខ្ចីបរិភោគនៅក្នុងភាសាច្បាប់ប៉ុន្តែនៅក្នុងការប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃវាជាប្រភេទកិច្ចសន្យាខ្ចីប្រាក់ហើយកិច្ចសន្យាខ្លះទៀតច្បាប់មិនបានកំណត់អំពីឈ្មោះប្រភេទកិច្ចសន្យាហ្នឹងទេប៉ុន្តែច្បាប់បើកសិទ្ធិឲ្យភាគីបង្ហាញឆន្ទៈនៅក្នុងការកំណត់អំពីឈ្មោះនៃកិច្ចសន្យាអ្វីដែលសំខាន់នោះគឺធ្វើយ៉ាងណាកុំឲ្យកិច្ចសន្យាហ្នឹងវាខុសច្បាប់មានន័យបំពានទៅនឹងវិធានជាធរមានឧទាហរណ៍ថាបង្កើតកិច្ចសន្យាជួញដូរមនុស្សសួរកម្មវត្ថុនៃការបង្កើតកិច្ចសន្យាជួញដូរមនុស្សហ្នឹងតើត្រឹមត្រូវដែរឬអត់ចម្លើយគឺខុសច្បាប់ហើយហ៊ានតែធ្វើសកម្មភាពបែបអញ្ចឹងវាជាប្រភេទបទល្មើសព្រហ្មទណ្ឌទៅវិញដែលការបង្កើតកិច្ចសន្យានេះវាអត់អាចមានអានុភាពនោះទេដោយសារតែវាផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈវាបង្កើតឡើងផ្ទុយជាមួយនឹងវិធានក្នុងការរក្សានៅប្រយោជន៍សាធារណៈហើយដូច្នេះនៅក្នុងន័យនៃការបង្កើតកិច្ចសន្យាហ្នឹងវាចូលលក្ខខណ្ឌមួយដែលច្បាប់មិនទទួលស្គាល់ហើយវាត្រូវតែជាការមោគភាពដាច់ខាតទៅលើកិច្ចសន្យាហ្នឹងអញ្ចឹងនៅពេលដែលមានវិវាទកើតឡើងទៅលើកិច្ចសន្យានេះគឺមានន័យថាมันអាចយកទៅដោះស្រាយបានទេដោយសារតែมันមានការទទួលស្គាល់តាមផ្លូវច្បាប់ប្រភេទកិច្ចសន្យាខ្លះទៀតឧទាហរណ៍តាក់ទងជាមួយនឹងការជួញដូរគ្រឿងញៀនប្រភេទកិច្ចសន្យាទិញលក់គ្រឿងញៀនអីចឹងទៅសួរថាតើគ្រឿងញៀនជាកម្មវត្ថុស្របច្បាប់នៅក្នុងការបង្កើតកិច្ចសន្យាដែរឬអត់អញ្ចឹងច្បាប់ស្ដីអំពីការត្រួតពិនិត្យគ្រឿងញៀនគឺមានន័យថាគ្រឿងញៀនលើកឡើងតែគ្រឿងញៀនដែលមានការអនុញ្ញាតទើបធ្វើចរាចរណ៍បានបើសិនបើគ្រឿងញៀនដែលពុំមានការអនុញ្ញាតទេមានន័យថាការជួញដូរការប្រើប្រាស់ណាការរក្សាទុកអីហ្នឹងគឺសិតតែជាប្រភេទបទល្មើសព្រហ្មទណ្ឌតែម្ដងអញ្ចឹងអត់មានការទទួលស្គាល់ទេបាទកិច្ចសន្យាខ្លះទៀតឧទាហរណ៍ថាបង្កើតឡើងក្នុងគោលបំណងដើម្បីទិញលក់អាវុធអីចឹងទៅអញ្ចឹងអាប្រភេទកិច្ចសន្យាហ្នឹងគឺអត់អាចកើតបានទេដោយសារតែកម្មវត្ថុវាមិនស្របច្បាប់ទេអញ្ចឹងនៅក្នុងទំនាក់ទំនងបុគ្គលឯកជនណានៅក្នុងជីវភាពប្រចាំថ្ងៃហ្នឹងសកម្មភាពដែលជាសកម្មភាពទ្វេភាគីជាសកម្មភាពនៃការចងក្រងដើម្បីបង្កើតនៅកិច្ចសន្យាគ្រាន់តែសកម្មភាពនោះវាទៅតាមគោលបំណងនៃការបង្កើតអញ្ចឹងន័យជារូបវាសិតតែជាកិច្ចសន្យាប៉ុន្តែវាទៅតាមប្រភេទទៅតាមកម្មវត្ថុទៅតាមគោលបំណងនៃការបង្កើតនៅក្នុងប្រភេទនៃកិច្ចសន្យាមួយណាហើយការបង្កើតនេះត្រូវតែស្របជាមួយនឹងវិធានជាធរមានមានន័យថាមានបញ្ញត្តិជាធរមានជាគោលសម្រាប់បង្កើតនៅសកម្មភាពដែលជាកិច្ចសន្យាមានន័យថាมันអាចប្រឆាចទៅនឹងវិធានឬក៏បញ្ញត្តិជាធរមានទេបើសិនបើប្រឆាចមានន័យថាมันមានការទទួលស្គាល់ទេអញ្ចឹងត្រូវតែគោរពទៅតាមវិធានទាំងអស់ហ្នឹង